អូខេតើសាយយើងទី1នេះតើបងប្អូនទាំងអស់គ្នាមានអារម្មណ៍មិនដែរយល់ឃើញរបៀបមិនដែរប្រយ័ត្នប្រយែងមែនតើសម្រាប់បងប្អូនដែលជាកំពុងតែជាមេដារបស់គេមានកូននៅក្នុងគរប្រយ័ត្នមែនតើហើយជាពិសេសគ្រួសារជាប្តីក្តីជាក្រុមគ្រួសារក្តីប្រយ័ត្នមែនតើជំវិញទៅលើការប្រសូតព្រោះសំបីបុរាណកាលក៏បានពោលដែរណោះតាក់ទងរឿងថានៅពេលដែលប្រសូតហើយគេខ្លាចបងអ្នកនៅស្រុកស្រែវិញគេខ្លាចព្រាយកន្លះភ្លើងទីអីមកអញ្ចឹងគេយើងយកបន្លាអីមកស្កាស់នៅមុខទ្វារមុខអីអញ្ចឹងទៅថ្ងៃនេះខ្ញុំឃើញក្នុង TikTok ដូចមានទីងម៉ងអីណាគេដុតណាអត់ដឹងទេហើយបងប្អូនគាត់ឃើញគេផ្អើលមកភូមិមកតែអត់ដឹងថាភូមិណាខ្ញុំអស់បាននឹងឃើញបន្តិចតែខ្ញុំអស់ដាច់ទេណាតោះចុងក្រោយនេះឮថាគេសូត្រមុនឲ្យខ្ញុំដុតទីងម៉ងនឹងចោលតែថាគេថាអីវិញអូករណីនេះខ្ញុំធ្លាប់ស្ដាប់រឿងមួយចំនួនតែមិនមែននេះខ្ញុំឃើញ TikTok ហ្មងគេថតហ្មងហើយតែមួយគាត់ថតពីនឹងតែមកឃើញហ្នឹងព្រោះខ្ញុំធ្លាប់ស្ដាប់ channel កុំខ្លាចគាត់និយាយដូចបើមិនកុំខ្លាចអត់មានហានគាត់និយាយតាក់ទងជាមួយនឹងទីងម៉ងនិងទីងម៉ងមានព្រលឹងចូលអញ្ចឹងណាអ្នកដើរជាផ្ទះក្បាលអ្នកដើរគៀកនឹងផាំងអីអញ្ចឹងណាមានករណីហ្នឹងដូចគ្នាអញ្ចឹងខ្ញុំគិតថារបស់ហ្នឹងបងគិតមើលសំបីតែកាមេរ៉ាទូរស័ព្ទនៅមានវិញ្ញាណសន្ធិដ្ឋបានទៅរំតែទីងម៉ងដែលជាមនុស្សពូរៀងមនុស្សហ្នឹងគុំញ៉ាំចាំមិនភ័យបងខ្ញុំខ្លាចខ្ញុំនឹងដាក់សាច់រឿងមួយខ្លីពាក់ព័ន្ធនឹងរូបមនុស្សហ្នឹងដែរថ្ងៃនេះអូខេតោះបកមកខាងខ្ញុំវិញក៏ជាសាច់រឿងរបស់ប្រិមិត្តដែរនេះគឺជាបងស្រីគាត់ឈ្មោះមីលាបាទគាត់ឲ្យឈ្មោះចំចឹងហ្មងគាត់ឲ្យឈ្មោះក៏អត់បានប្រាប់ថាលាក់ឬមិនលាក់ផងដែរលាមានច្រើនណាអត់ដឹងនិយាយជាចំហអញ្ចឹងស៊ីសងលើបងប្អូនទាំងអស់គ្នាគិតខ្លួនឯងថាជាអ្នកណាតែខ្ញុំនិយាយជារួមទៅបងមីលារឿងហេតុទាំងអស់នេះបានកើតឡើងនៅក្នុងឆ្នាំ2018ចាប់ពីខែ5មានន័យថាជាកូនទី1របស់គាត់នៅពេលដែលគាត់ពោះកូនទី1របស់គាត់កូនទី1របស់គាត់មានរយៈពេល3ខែហើយនៅក្នុងផ្ទៃហ្នឹងណាគាត់អ្នកនៅពេញទេប៉ុន្តែនៅពេលដែលគាត់ការជាមួយនឹងស្វាមីរបស់គាត់ហើយគាត់ក៏រើចំណាក់ស្រុកទៅខាងស្រុកអនុវែងទៅខាងលំវែងវិញប៉ុន្តែអ្វីដែលគាត់ជាមួយនឹងប្តីរបស់គាត់ដែលចូលចិត្តដូចគ្នាគឺដើរលេងមិនប្រកាន់ថាដើរលេងយប់ដើរលេងថ្ងៃឲ្យតែរៀបគម្រោងអារបៀបយើងអង្គុយនិយាយគ្នាអញ្ចឹងម៉ោង7បងទៅកពតអីលឿនហ្នឹងហើយម៉ោង10ព្រឹកអត់មានប្រកាន់ម៉ោងពេលអីទេអញ្ចឹងនេះគឺជារឿងហេតុដែលកើតឡើងនៅពេលដែលគាត់មានពោះ3ខែនៅក្នុងឆ្នាំ2018អញ្ចឹងថ្ងៃនោះគាត់បានធ្វើដំណើរមកភ្នំពេញដោយឡែកប្តីគាត់ជាមួយនឹងគាត់អត់បានបើកឡានខ្លួនឯងទេតែគាត់ជិះឡានក្រុងមកអញ្ចឹងឡានក្រុងឥឡូវมันមានកន្លែងគេងដែលប្រភេទឡានក្រុងគេងអញ្ចឹងបងប្អូនប្រហែលជាធ្លាប់ស្គាល់ហើយអញ្ចឹងនៅពេលដែលគាត់ធ្វើដំណើរហ្នឹងគាត់នៅឈរនៅអង្គុយចាំនៅបេនឡាននឹងអង្គុយចាំបេនឡានយប់ឡើងហើយប្រហែលជាម៉ោង7ហ្នឹងហើយគាត់អង្គុយចាំជាមួយប្តីគាត់អញ្ចឹងទៅអញ្ចឹងគាត់ក៏ឃើញអ្នកលក់ក្រូចចិនណារបៀបក្រូចខ្វិចចិនណាក្រូចលឿងក្រូចអីហ្នឹងហើយក្រូចលឿងចិនអញ្ចឹងណាហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់ឃើញអញ្ចឹងគាត់គិតថាឃ្លានដល់ហើយចង់ទិញអញ្ចឹងណាអញ្ចឹងគាត់កេះប្តីគាត់តែគាត់ក៏មានអារម្មណ៍មួយដែលស្ទាក់ស្ទើរដែរថាចេះដូចមិនចង់ទិញទេនាំពិបាកបកពិបាកអីមិនដឹងសម្រាប់របៀបមិនចុះគាត់គួយខែគាត់គេងឡើងដល់នោះមិនគេងខែហ្នឹងហើយវាពិបាកចុះបើសិនជាគាត់អ្នកទម្ងន់ទៀតគាត់អាសាបត់ជើងតូទៀតហើយញ៉ាំរបស់ជូអញ្ចឹងទៀតវាមិនកាន់តែជួយជំរុញហ្នឹងហើយអញ្ចឹងក៏គាត់គិតថាបាច់ទិញទេអញ្ចឹងឡានក៏ធ្វើដំណើរចេញមកឡានធ្វើដំណើរចេញមកបានដល់ត្រឹមកំពង់ធំនេះគេឈប់ចំណតទី1តោះណាអញ្ចឹងធម្មតាយើងធ្វើដំណើរផ្លូវឆ្ងាយត្រូវឈប់ចំណតទី1ដើម្បីឲ្យអ្នកនឹងអង្គុយលើហ្នឹងបត់ដៃបត់ជើងហើយអញ្ចឹងនៅពេលហ្នឹងគាត់បានចុះទៅចំណតទី1ហ្នឹងជាមួយនឹងប្តីរបស់គាត់ដើម្បីបត់ដៃបត់ជើងអញ្ចឹងបន្ទប់ទឹកមានប្រុសមានស្រីជាជួរវែងមែនតើច្រើនបន្ទប់ចូលមកខាង7 8បន្ទប់ហ៎អញ្ចឹងបងស្រីក៏គាត់បានដើរទៅក្នុងបន្ទប់ខាងស្រីគាត់ប្រាប់ថាបើគាត់ចាំអត់ខុសទេគឺបន្ទប់ទី4បាទគាត់ចូលទៅទី4គាត់ធ្វើការងាររបស់គាត់ហើយចាក់ទឹកហើយគាត់ចេញមកក្រៅប៉ុន្តែនៅពេលដែលកំឡុងពេលដែលគាត់ចេញមកក្រៅនេះម៉ោងប៉ុន្មានឥឡូវប្រហែលម៉ោង1យប់ហើយម៉ោង1ម៉ោង2យប់ទេណាអញ្ចឹងនៅពេលដែលគាត់ដើរចេញមកក្រៅនេះអាសកម្មភាពមួយហ្នឹងធ្វើឲ្យគាត់ព្រឺខ្លួនអាព្រឺខ្លួនខ្ញាស់មានអារម្មណ៍ថាបន្ទប់ទឹកនេះមិនចេះអញ្ចឹងណាអញ្ចឹងគាត់ក៏អត់មានបញ្ហាដែរគាត់ក៏ដើរចេញមកប៉ុន្តែដើរលក្ខណៈស្កប់ព្រោះគាត់ខ្លាចព្រឺចេញពីបន្ទប់ហ្នឹងហើយបងទទួលអារម្មណ៍ហ្នឹងដឹងទេសម័យថាបងឯងពងរបត់ជាងតូចហើយស្រាប់តែហើយភ័យដឹងថាដូចអារម្មណ៍អត់ស្រួលណាអញ្ចឹងដល់ពេលបើកចេញមកអារឿងព្រឺខ្នងហើយយើងមិនដើរទៅដូចមនុស្សធម្មតាមិនដើរទៅរៀងព្រឺខ្ញុំខ្លាចបងប្អូនសម្រាប់ចេញបងប្អូនអាហ្នឹងគឺដំណើរនៅពេលដែលយើងដើរកិច្ចនឹងសត្វឆ្កែហ្នឹងហើយរបៀបឆ្កែសន្លឹងគឺថាខំដើរមួយកុំឲ្យឆ្កែចាប់អារម្មណ៍យើងតែប្រៀបធៀបមែនអូខេអញ្ចឹងនៅពេលគាត់ដើរផុតបន្ទប់ទី1ប្តីរបស់គាត់ចាំហើយហីអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនស្មៃចេញណាចំណុចដែលកើតហេតុគាត់ឈរនៅពីហ្នឹងប្តីរបស់គាត់ពីគាត់ទៅ10ចំហៀនអូខេអញ្ចឹងទៅឈរខាងចាំខាងប្រុសណាតែគាត់ក៏លេចមកឆ្វាច់គាត់ឃើញលោកយាយម្នាក់ដែលស្លៀកសរំពណ៌ខ្មៅអាវកាក់ពណ៌សរបៀបលោកយាយហ្នឹងហើយរបៀបជីដូនហ្នឹងហើយដៃមួយខាងកាន់ក្រូចដែលគាត់ចង់ទិញនឹងក្រូចចិនមកស្បោងដៃមួយខាងកាន់មកផ្លែមើលមុខមកគាត់អត់មានហើបមាត់ទេតែគាត់ឮសំឡេងលោកយាយនឹងចូលក្នុងវិជាញ៉ាំហ៎យាយឲ្យមកយកមក
គាត់ដឹងក្នុងចិត្ត 100% ថាមិនមែនអូយ ពួកខ្ញុំសម័យដូចដល់រឿងពលាងប្រើសអូយគាត់ដឹងថាមិនមែនជាមនុស្សប៉ុន្តែខ្លួនប្រាណរបស់គាត់គ្រប់គ្រងអត់បានដើរទៅហូបនិយាយដើរអារបៀបដើរស្គប់មកជាហ៊ានប្រពន្ធប្តីគាត់ក៏ស្រែកហៅគាត់ថាអូណាយូរម៉េះឡានចេញចោលលើពេលហ្នឹងគាត់ភ្ញាក់ដឹងខ្លួនគាត់មិនងាកទៅប្តីគាត់ងាកមកវិញបាននិយាយហ្នឹងបាទអញ្ចឹងគាត់ពួកគាត់ក៏ឡើងឡានគាត់ដឹងថាអត់ស្រួលហើយគាត់ដឹងថាអត់ស្រួលហើយអញ្ចឹងពេលគាត់ឡើងឡានគាត់ជីប្រហែលបាន1ម៉ោង2ម៉ោងទៀតអញ្ចឹងគាត់សង្ងំគេងឡានក្រុងមិនបើកលឿនបានត្រូវទេគាត់មានលឿនរបស់គាត់ដូចគ្នាអញ្ចឹងដល់ពេលដែលគាត់គេងនេះលឺសំឡេងមនុស្សចាស់ហើយនឹងកូនក្មេងនិយាយដាក់ពេញជាគាត់នេះលឺឡានហ្នឹងទៀតលឺឡានអញ្ចឹងអារម្មណ៍របស់គាត់គិតថាចេះពីណាគេក៏ចរិតអន់មកម៉េះគាត់គិតក្នុងចិត្តណាអត់មានគិតទេម៉ោង1ម៉ោង2គេត្រូវការគេងនេះហើយនិយាយអញ្ចឹងណាគេគេងកើតនៅតែបន្តលឺអញ្ចឹងទៅឡានក្រុងគេមានព្រូឡានដូចគ្នាគាត់ក៏ដាច់ចិត្តដើរទៅនិយាយជាមួយព្រូឡានគាត់អង្គុយខាងផ្លូវដើរគាត់មិនអង្គុយជាប់កញ្ចក់ទេគាត់ទៅដល់គាត់ប្រាប់ចេះបងឯងជួយប្រាប់អ្នកក្រោយផងកុំនិយាយរំខានពួកខ្ញុំគេងអត់កើតព្រូឡានគាត់ស្រឡាំងកាំងដែរអាចហ្នឹងហើយព្រូឡានគាត់ស្រឡាំងកាំងដែរគាត់ថាចេះអូណាអត់មានណាគេនិយាយអីផងណាតែអត់អីអូនឯងទៅសម្រាប់ចាំបើសិនជាក្នុងករណីបើលឺចាំបងទៅប្រាប់គេឲ្យអញ្ចឹងគាត់ក៏បន្តគេងទៀតតែអត់ចាប់អារម្មណ៍ទេបើក្នុងករណីខ្ញុំចាប់អារម្មណ៍ឯងបើព្រូឡាននិយាយបើក្នុងករណីលឺអាហ្នឹងក៏ពីបងឯងដឹងបើខ្ញុំក៏ចាប់អារម្មណ៍ដែរទៅទៀតតែនៅពេលដែលគាត់អត់ទៅគេងវិញនេះយើងតសាយរឿងណានៅពេលដែលគាត់ទៅគេងវិញនេះអាលឺលឺសំឡេងទៀតតែដងហ្នឹងដឹងស្ដាយជាគាត់និយាយថាម៉េចលឺមែនលឺពួកខ្ញុំនិយាយមែនហើយលឺពីតិចស្នាមមកតិចឆ្វេងមកស្ដាប់លឺកាត់លឺទៅគាត់ដឹងថាអត់ស្រួលហើយចាំគាត់ធាក់ប្តីគាត់យកជើងធាក់ប្តីគាត់ពងគេងលក់មិនស្រឡាំងកាងងើបមកមិនអូនអញ្ចឹងទៅគាត់ថាអត់អីទេខ្ញុំសុំដូរទៅខាងជាប់កញ្ចក់វិញអញ្ចឹងប្តីគាត់មកខាងជាប់ដើរវិញអញ្ចឹងគាត់គេងទៀតហើយលឺសំឡេងដដែលលឺខ្ញុំនិយាយមែនប៉ុន្តែដងនេះមិនមែនតែលឺតែសំឡេងណាចាប់គាត់ជាប់បានតែគាត់អង្គុយអញ្ចឹងគឺខ្លួនអត់រួចទេស្រែកក៏រួចអីក៏រួចអញ្ចឹងគាត់ព្យាយាមស្រែកផងព្យាយាមអីផងសូត្រធម៌ផងរហូតដល់ហើខ្លួនរួចធាក់ប្តីគាត់មកជើងទៀតគាត់ប្រាប់ថាបងបាច់គេងនៅនឹងទូភ្លឺហ្មងអញ្ចឹងព្រោះនៅឥឡូវហេតុការណ៍ដែលចាប់ហ្នឹងគឺប្រហែលមក3ហើយអញ្ចឹងសល់តែ2ម៉ោងទៀតដល់ពេញហើយអញ្ចឹងភ្លឺហើយអញ្ចឹងបាច់គេងប្តីគាត់ក៏ដឹងដែរប្តីគាត់ស្គាល់ប្រពន្ធគាត់ដូចគ្នាអញ្ចឹងដាក់កាសស្ដាប់ធម៌ទាំងអស់គ្នារហូតដល់ភ្នំពេញទៅតែមួយឯងសាកសម័យសាច់រឿងហ្នឹងឲ្យចេញអាកន្លែងមួយដែលគេខ្សឹបថាលឺខ្ញុំមិនមែនហើយចាប់គាត់ជាប់នៅពេលដែលយើងគេងនៅក្នុងឡានក្រុងស្ថានភាពហ្នឹងអាមនុស្សមិនធ្វើអីឥឡូវវាស្កត់ស្មាស្កត់ដៃស្កត់ជើងយើងណាអូសាហាវណាជឿធ្លាប់មានបងសោតចឹងឯងខ្ញុំអត់ទេខ្ញុំធ្លាប់តែដេកនៅលើឡានក្រុងហើយខ្ញុំមានអារម្មណ៍ថាមានអ្នកដែលគាត់គេងជាមួយខ្ញុំហើយនៅពេលដែលខ្ញុំបែរទៅកញ្ចក់ខ្ញុំដេកទៅខ្ញុំធាងទៅកញ្ចក់ឡានជាទូទៅវាមិនឆ្លោះទៅក្រៅប៉ុន្តែវាឃើញសម្ោយើងតិចមែនណាប៉ុន្តែមិនមែនជាខ្ញុំសាហាវអាហ្នឹងខ្ញុំធ្លាប់ឃើញអាហ្នឹងខ្ញុំខ្លួនឯងអាហ្នឹងខ្លីៗតែខ្ញុំជិះឡានទៅស៊ីមានទាំងយប់ហើយខ្ញុំគេងខ្ញុំចូលចិត្តម្នាក់ឯងព្រោះខ្ញុំចូលចិត្តស្ងាត់ម្នាក់ឯងតែពេលខ្ញុំគេងខ្ញុំមានអារម្មណ៍ថាមានមនុស្សម្នាក់គាត់គេងនៅខាងក្រោមខ្ញុំដូចជាខែ2ជាន់ហើយខ្ញុំដឹងថាខាងក្រោមហ្នឹងអត់មានមនុស្សហើយប៉ុន្តែខ្ញុំគិតថាវាមានដោយសារតែវាអង្គើអីពីក្រោមមកអញ្ចឹងហើយខ្ញុំដឹងថាមានមនុស្សនៅខាងក្រោមហ្នឹងហើយនៅពេលដែលខ្ញុំគេងហ្នឹងខ្ញុំចាប់ដើមលាវព្រោះតែគាត់ថាត្រូវតែខំចិត្តគេងដោយសារតែយើងត្រូវទៅដល់នោះយើងមានការងារត្រូវធ្វើពីផឹកអញ្ចឹងយើងអត់បានគេងទេបើយើងអត់គេងនៅលើឡានគឺអត់បានគេងហើយចប់ការងារនោះត្រូវឡើងត្រឡប់មកវិញទាំងយប់ទៀតដល់ពេលអញ្ចឹងខ្ញុំក៏បិទខំចិត្តប្រមើមកវាំងណូនទៅក៏នៅតែមានអារម្មណ៍ថានៅក្រោមគេមានមនុស្សនៅគេក៏គូសងើបអង្គុយងើបដេកងើបអង្គុយបដាស់ចុះបដាស់ឡើងរហូតដល់ពេលខ្ញុំបែរមកខាងនេះខ្ញុំអត់ទៅជាឃើញហើយពលឺបាឡានហ្នឹងជាទូទៅឃើញច្បាស់នៅពេលដែលយើងទៅផ្ទះប្រជាជនមានអំពូលវាកាប់ទៅវាឃើញយើងច្បាស់នឹងវាផ្លាតតែមិនមែនជាខ្ញុំទេដូចជាភ្នែកលៀនមកចំហៀងលឹបមកចំហៀងអីចឹងទៅគាត់មើលអូខេឥឡូវមកបកមកសាច់រឿងបងស្រីនេះវិញចាំខ្ញុំបកទៅសាច់រឿងហ្នឹងវិញបករឿងបងស្រីនេះគិតថាគាត់ឈប់ជប់3ខែហ្នឹងហើយអត់ឈប់ទេអត់ទាន់ចប់ទៀតអត់ទាន់ចប់ទេនៅពេលដែលគាត់ពោះបាន6ខែនេះដើរលេងទៀតមកគាត់9ខែ10ថ្ងៃពោះកូនទី1ហ្នឹងណាដើរលេងមិនចេះតិចទេនេះគ្រាន់តែជារឿងពីរដែលខ្ញុំលើកមកក្នុងរឿងរបស់គាត់ទេពេលនោះគឺជាខែភ្ជុំពោះរបស់គាត់ចាប់ដើមធំហើយ6ខែយប់ឡើងនិយាយគ្នាជាមួយប្តីគាត់របៀបម៉េចទេទៅតាកែវទាំងយប់ទៅតាកែវពីលំវែងជីកទៅទាំងយប់ឡានខ្លួនឯងឆ្ងាយណាអត់ចិត្តទេបងឆ្ងាយណាស់ខ្ញុំលឺទាំងលំវែងឆ្ងាយអើយសែនឆ្ងាយឈូមិនដល់ហ្មងគឺឆ្ងាយមែនទែនអញ្ចឹងក្នុងករណីហ្នឹងគាត់បានប្រាប់ប្តីគាត់រៀបចំអីវ៉ាន់ឲ្យឡើងឡានបើកឡានខ្លួនឯងប្រុចទៅមកដល់ធំស្គុនវាល្បាក់មក1ម៉ោង2ហើយមក1ម៉ោង2យប់ណាធំស្គុនអញ្ចឹងប្តីគាត់ចាប់ឡើងមួយគេងខ្លាំងហើយដល់ពេលមួយគេងខ្លាំងគាត់ក៏សម្រេចចិត្តជាមួយប្តីគាត់ថាឥឡូវយើងអែបទៅ
ép mơ hồ lại na cú sắm tới ép tới hai bông sỉ mẹ tích tới sỉ mẹ cả mong sai sắp để ti ấy tới hai chầm lục một ấy chầm dừng tới tiền chẳng nơi pe đặt ở đây quạt cũng là sỉ mẹ nè quạt có ở thiên kênh thì phụ kênh không lán bông nãy kênh mà nó quạt việc quốc chặt có mình chết lỗi à mày cái thấy chẳng quạt miên câu phóng chẳng quạt mưa chui mưa nam chun ở đây quạt sỉ mẹ làm quạt rồi chẳng quạt mưa chui mưa nam mưa mục mưa khói mưa thành hiệp ấy chẳng hơi ban hết ở đây quạt ngược máu quýnh hiện đang luôn tí chứ nè ở đây quạt có tiên tắc họ lục mục họ cho bị lán lục mục quạt phẹt ha bọn anh cũng cho ba thầm đạp ôi tới cho bọn này cái buôn là cội lán bọn anh ba tới kia mà đó họ thuộc bọn ấy mình miền tây ha chẳng ba thầm cái cho hay tranh hay lục ta hay quạt trắng hay dương tay mòn sẽ cam một hiệp tại mũi nè ở đây quạt tiền đỏ tận máu trời cái chó hiệp mà sẽ cam một hiệp nè đang quạt khơi này quạt khơi mình được buộc thông mình đây chia mình được từng nguồn xịt sẽ rong nhọc vì xịt sẽ rong nhọc á ai cạnh và đã côn hay căn sụp pia mùi á bộ hay căn côn pia sụp pia thông mùi đã bị khỏi quan mà phải máy rồi sớm á có đang tham mà chỉ ta sọ sập buông khăn đèn có tham mình được chúa đấy có phèm nhom trắng mình được chúa đấy còn ta rắm đảo có cứ quạt thường chân non khăn đèn có là chăm vui có tiền ai ở đây có màu cái chọn thôi của nhé thằng bái mọi lươn chắc ở đây có miền thằng ban mua của một phong liên một hai nó của vén cháu tôi đặt óc rồi pe đại tranh lan tới nè quạt sờ lằng mờ pe nắng á mình nè cua thông nắng á đã sọt pôn nắng á đá và hai đọc mẹ bị quạt mọi đang khơi quạt khơi nhảy mình bị chua đúng ở quay đại quạt khơi chụp ở quay đại quạt khơi luôn đá mà một các bạn học tới tam bị khơi bỏ anh hai chục pi cho am bị luôn cái ngày ô dương anh mưa khơi phù hồi từ dương chưa ngay cả dương anh mưa đang đại này đọc mệt bỏ đọc mệt kia ở đây cả ba mùi luôn dương anh mưa đang thật đại chọn mình chọn dương anh mưa này chắc mẹ làm thật luôn đã từ mốc các bạn này pi cho am học tới tam bị khơi luôn đi cái hai thằng lô mình lại nhưng mà đang thay nói không chạy cái được gọi đấy nè ở đây cái hai lô mình lại sao hai mình đèn tao chắc quán nó để trong đang quán đang đặt máu nhá ta quán này trong đang đọc cái lính mới còn đóng tiền mặt hay mà đông nắng miền tè nè bọn anh có hụt lươn mẹ châu tè ta rồi đấy chẳng các bất sai gửi một quạt miền tràn lươn biển đằng tiền còn tại trâm tại pi đường này ta bong ôn rồi chẳng mày đại anh chẳng bỏ sân chỉ bong ôn phò đại quạt miền đại cú hay miền có và giảm ở khăn bong phò bây giờ khăn phò bọn sai gửi anh đại bọn anh thay chlo hay khơi một bọn anh lẹp này rồi các bạn bây giờ smart được chọc mà nhom đã châu tôi đang ngon cái này comment thay nhom dậy chườn cắt hình gì rồi ở đây vậy tại bọn anh đang thay nhom miền sen mà chỉ muốn quạt ban pia mong nhom đá quạt thọt á bọn lấy bọn anh cùi chẳng quát vô camera mà thọt chạy hay miền mẹ tiếp thọt camera đang chạy bọn anh vô lấy bọn thọt to kia một năng mến một ngày nha một lần khiêu một đẹp xinh mà chắc mà nhóm trong vậy thằng chạy chắc mà những họ đi khơi nhớ là không cái buồn giòn chân á cho chật phở cật chọ ni hai bạn kia ở dương đi trong cật chọ để sao ta đọc bỏ nó cứ viên nghe protein cam thì buồn nên cật chọ để buồn còn đọc bỏ lại ai chặt chuột mới chắc không hai đấy ở thì cật chọ cứ khăng lăng chẳng mền bên tay cái lại dùng nó gì hiện khéo sai hướng tí nhá hai đấy ta affect ấy rồi có ba tập phút ấy để bong ôn tại con nè che đăng kháng chui phèo nhom phòng cái chọ lâu của má tha ní cứ chỉ cái chọ mà tiền chẳng bỏ sân chỉ nhom đặt iPad nhom đặt lại ní hay nhom vô đây nhom đặt lại ní cái chọ nó còn ai cho khơi như thế và đấy hai đấy bỏ nhom mưa bị lớn nhom khơi đai nhom tụi nhom mưa bị trúng cái lại nó có khơi đai nhom tụi tiền đai bỏ nhom bắn rồi iPad bỏ nhom chỉ muốn những cái chọ này ta ba phút đấy kì sao bỏ chứ mà nhom chẳng vậy thay đập bỏ cái chọ thứ cua khai xong ra cái chọ là trong cái giápอดดังอันนั้นงานสไลด์แต่เหลือบอมโฟนออกดีวินิจฉัยโอเคนี่คือเจียบปีใส่เรื่องลำโพงในเอพิโซดที่12แล้วนี่ยังพอดปีใส่เรื่องเนี่ยทั้งหมด